Hello សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទរិចគឺមកទៀតហើយគឺមកសម្ដែងរឿងនៃភាគតរបស់យើងនៃភាគទី13នៃរឿង Return to the Earth to be a God នៅក្នុងសាច់រឿងរបស់យើងនេះឥឡូវនេះគេបានបង្ហាញអំពីសំណាក់ចៅចុងហើយស៊ីយើក៏បានមកដល់មុខសំណាក់នោះផងដែរបើមើលតាមទស្សនវិជ្ជានោះស៊ីយើរបស់យើងពិតជាមានកំហឹងចង់ឲ្យគេខ្លាំងណាស់រួចមកក៏បានកវិសត្រឹមតែមួយដៅប៉ុណ្ណោះធ្វើឲ្យខ្លោងទ្វារនៅមុខសំណាក់នោះខ្ទេចខ្ទីដូចខ្ទឹមតែម្ដងបន្ទាប់មកនោះសមាជិកនៅក្នុងសំណាក់នោះក៏បានស្វែងទៅស៊ីយើថាឈប់តើនេះគឺជាអ្នកហើយបីហ៊ានវាយប្រហារសំណាក់របស់យើងបន្ទាប់មកនោះស៊ីយើរបស់យើងគ្រាន់តែកន្លែងតែមួយឆាច់ហើយក៏វាតាមមួយដើកន្លែងដែលមួយនោះត្រូវបានស្វែងនោះនឹងផ្ទុកដូចជាក្របបែកអញ្ចឹងបានមួយសន្ទុះក្រោយមកអាមួយសក់ពណ៌បៃតងនោះក៏បាននិយាយថាទៅត្រូវវាចិត្តមកដល់ហើយពួកយើងឆាប់ទៅឆែកមើលព្រាមទៅបានមួយសន្ទុះក្រោយមកតពីអាគារបាក់បែកមកក៏បង្កើតទៅជាផ្សែងរួចមកក៏មានសមោនារីម្នាក់ដើរចេញពីផ្សែងនោះបន្ទាប់មកនោះអាមួយសេះដូនក៏បាននិយាយថាតើសត្រូវមកពីណាហេតុអីគេហ៊ានលួចឆ្មក់ពួកយើងបែបនេះអ្នកទាំងអស់គ្នាឆាប់ពីក្បួនការពារស្រូវព្រាមទៅបន្ទាប់ពីវាបាននិយាយចប់អាសក់ពណ៌បៃតងក៏បញ្ជាគ្នារបស់វាឲ្យចូលទៅវាយប្រហារស៊ីយើរបស់យើងមនុស្សជាច្រើនក៏រត់ទៅវាយប្រហារស៊ីយើប៉ុន្តែមិនទាន់បានទៅទាំងប៉ុន្មានផងស៊ីយើក៏វាតែមួយដាវពួកវាខ្ទេចខ្ទីមកដូចខ្ទឹមអញ្ចឹងរួចមកដាវរបស់ស៊ីយើក៏ចាក់ទម្លុះរូបអាសក់បៃតងនោះផងដែរបាទមួយសន្ទុះក្រោយមកអាទាំងងនោះក៏បាននិយាយថាប្រធានក្រុមរងអូយមិនគួរឲ្យជឿទេថាលោកស្លាប់តែបែបនេះបន្ទាប់ពីអាទាំងងនោះបាននិយាយចប់អាមួយតែដុំនោះក៏បន្តនិយាយទៀតថាអ្នកទាំងអស់គ្នាចាប់ចូលវាយប្រហារទាំងអស់គ្នាទៅពួកយើងទៅសងសឹកឲ្យកាប់តែនរងហើយអ្នកខ្លះទៀតក៏និយាយថាសម្រាប់វាព្រាមទៅបន្ទាប់ពីពួកវាបាននិយាយចប់ពួកវាក៏រៀបចំថតរត់បង្កើតជីវរជាច្រើនដើម្បីរួមរត់ស៊ីយើនិងចាប់កំខាំងស៊ីយើផងដែរប៉ុន្តែដែលហើយស៊ីយើមិនមែនជាស៊ីយើទេគឺវិញ្ញាណដើរបិសាចនោះបានគ្រប់គ្រងស៊ីយើរបស់យើងបាត់ទៅហើយរួចមកក៏បង្កើតធម្មពលជាដុំបាល់ពីរដើម្បីបំបែកនៃការគ្រប់គ្រងរបស់ពួកវាបានមកសន្ទុះក្រោយមកការកំខាំងរបស់ពួកវាដែលវនោះក៏បានផ្ទុះបែកឡើងដោយយើងបានដឹងហើយថាស៊ីយើរបស់យើងបានបំលាស់ទីនៅពីក្រោយខ្នងពួកគេគឺមិនមែនបំលាស់ទីធម្មតាទេគឺវាយប្រហារទៅលើកញ្ចឹងករបស់ពួកគេតែម្ដងបើពួកគេស្លាប់មួយព្រាមមួយរំពេចបន្ទាប់ពីបានវាយប្រហារពួកវាហើយបើមើលតាមទស្សនវិជ្ជាជាក់ស្ដែងមកទៅស៊ីយើរបស់យើងពិតជាកាយសាហាវមែនទែនមនុស្សនេះជាច្រើនបានត្រូវសម្លាប់ដោយសារស៊ីយើរបស់យើងនេះឯងបើធៀបជាមួយនឹងបងប្រុសរបស់នាងពិតជាកូនខើសាហាវខ្លាំងណាស់វាយប្រហារនីមួយទៅនឹងបែកទុកលីផែនដីបាត់ទៅហើយបន្ទាប់មកនឹងសាច់រឿងរបស់យើងក៏កាត់មកបន្ទប់ពិសោធន៍មួយហើយគេក៏បានដឹងថាមានដុកទ័រម្នាក់កំពុងតែពិសោធន៍ទៅលើសត្វអ្វីមួយយ៉ាងរួចមកគេក៏បាននិយាយថាតើមានការរំជួយអ្វីកើតឡើងនឹងហើយនរណាគេថាមានបកកបញ្ហានៅទីនេះបន្ទាប់ពីដុកទ័រម្នាក់នោះបាននិយាយចប់ក៏មានអ្នករាយការណ៍មួយក៏បាននិយាយថាលោកម្ចាស់ឥឡូវនេះកន្លែងរបស់យើងវាមានបញ្ហាហើយមានអ្នកឈ្លានពាននឹងមកសម្រាប់សិស្សរបស់ពួកយើងផងដែរឥឡូវនេះសិស្សរបស់ពួកយើងរងរបួសធ្ងន់ខ្លាំងណាស់បន្ទាប់ពីគេបាននិយាយចប់ដុកទ័រនោះក៏បានសួរថាហើយចុះកាប៉ាតេនរងនិងកាប៉ាតេនរបស់យើងតើគេបានទៅណាបាត់ហើយបន្ទាប់មកនោះអាមួយនោះក៏ឆ្លើយមកថាពួកគេត្រូវបានគេសម្លាប់អស់ហើយមួយសន្ទុះក្រោយមកសាច់រឿងរបស់យើងក៏បានឃើញថាដុកទ័រនោះក៏បានជូតឈើច្រត់ជាមួយនឹងចំហាយធម្មពលអ្វីមួយយ៉ាងនៅលើឈើច្រត់នោះផងហើយដុកទ័រនោះក៏បាននិយាយថាខ្ញុំមិនចង់ឮព័ត៌មានអាក្រក់ទេហើយការរំខានដល់ការរីកចម្រើនរបស់ខ្ញុំហាក់ដូចជាមាននរណាម្នាក់សមនឹងត្រូវគេសម្លាប់នៅពេលនេះខ្លាំងណាស់រួចមកដុកទ័រម្នាក់នោះក៏បន្តទៀតថាសំណាងហើយដែលខ្ញុំបានហាត់វិជ្ជាគុណផ្នែកសាច់ដុំហើយនឹងឆ្អឹងឥឡូវនេះប្រហែលជាខ្ញុំអាចយករបស់នោះមកសាកល្បងបានហើយពិតជាសំណាងខ្លាំងណាស់បន្ទាប់ពីដុកទ័រនោះបាននិយាយចប់សាច់រឿងរបស់យើងក៏កាត់មកស៊ីលេងរបស់យើងវិញបន្ទាប់មកនោះគេក៏បានឆែក map តាមទូរស័ព្ទរបស់គេហើយទូរស័ព្ទរបស់គេក៏បានបញ្ជាក់មកថាបត់ស្ដាំក្នុងចម្ងាយ400ម៉ាទៀតទៅកាន់ផ្លូវរអិលឆ្ពោះទៅកាន់ផ្លូវ highway ហើយអ្នកនឹងទៅដល់គោលដៅរបស់អ្នកហើយសាច់រឿងរបស់យើងក៏បានឃើញថាស៊ីលេងរបស់យើងបានហក់ពីលើអាគារតែម្ដងក៏បានទប់នៅលើឡានរួចមកប្រព័ន្ធទូរស័ព្ទនោះក៏បាននិយាយថាសូមពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពរបស់អ្នកគ្រប់ពេលដែលអ្នកធ្វើដំណើរការរំលឹកនេះត្រូវបាននាំជូនដល់ក្រុមហ៊ុន Tension បន្ទាប់មកស៊ីលេងក៏បាននិយាយថាកម្មវិធីសម័យទំនើបនេះវាពិតជាងាយស្រួលណាស់កម្មវិធី GPS នេះវាមានប្រយោជន៍ខ្លាំងណាស់វាគ្រាន់តែយើងត្រូវប្រើមាត់បន្តិចបន្ទាប់ពីបាននិយាយចប់សាច់រឿងរបស់យើងក៏ឈានចូលមកដល់ទីបញ្ចប់នេះឯងហើយអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe និង Like ម្នាក់មួយផងដើម្បីជាកម្លាំងចិត្តរបស់ Admin ផងដែរបាទអរគុណសូមជម្រាបលា Hello សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំរេកមកដល់ទៀតហើយគឺមកសម្រាយរឿងនៃភាគតរបស់យើងពីភាគទី14នៃរឿង Return to the Earth to be a God សាច់រឿងរបស់យើងក៏បង្ហាញឲ្យឃើញថាស៊ីយើរបស់យើងបានកំទេចសមាជិកនៅក្នុងសំណាក់យ៉ាវចុងនោះទាំងមូលតែម្ដងរួចមកក៏យើងបានឃើញថាបរិសម្នាក់កំពុងតែមើលសកម្មភាពរបស់ស៊ីយើតាមរយៈកាមេរ៉ាសុវត្ថិភាពរួចមកដុកទ័រនោះក៏បាននិយាយថាបើតាមមើលទៅនាងពិតជាសម្បូរបទពិសោធន៍មែនត្រូវឲ្យលោកម្ចាស់បន្ទាប់មកដុកទ័រនោះក៏បានគិតថាតាំងពីដំណើរមកមានព្រឹទ្ធាចារ្យម្នាក់នៃបកឱសថសាកសពអាចរស់នៅជាង100
ឆ្នាំមកហើយគាត់ពិតជាមានទេពកោសល្យណាស់ជាមួយនឹងវិជាសម្ងាត់ហាមឃាត់របស់គាត់ហើយគាត់អាចធ្វើឲ្យសាកសពដែលស្លាប់ទៅហើយអាចរស់ឡើងវិញបានផងដែរថ្មីនេះខ្ញុំឮថាការស្រាវជ្រាវរបស់គាត់បានបោះជំហានទៅខាងមុខទៀតហើយវិធីនេះអាចធ្វើឲ្យរួមបញ្ចូលនៅសត្វខាងវិញ្ញាណបានបន្តពីដុកទ័រម្នាក់នោះបានកាត់ចប់កូនចៅរបស់ដុកទ័រនោះក៏បានបើកកលុយយន្តតែម្ដងរួចមកក៏បង្ហាញអំពីសត្វល្អិតជាច្រើនបានស្ទុះមកវាប្រហារជាយាយរបស់យើងប៉ុន្តែជាយាយរបស់យើងមិនថ្មីនោះទេឯងមកមួយគឺកាប់មួយឯងមកពីរគឺកាប់ពីរកាប់ដាច់ជា2ជា3តែម្ដងកាប់មិនតាន់បានប៉ុន្មានផងក៏លេខរូបរាងអាស្វាគីងកង់ម្នាក់ទៀតបានមកទៀតហើយក៏វាស្ទុះមកវាយស៊ីយាយរបស់យើងក៏បានគេចខ្លួនបានមកបន្តិចហើយវាក៏បានយកកញ្ញារបស់វាខ្វាច់មកកាន់ស៊ីយាយរបស់យើងប៉ុន្តែស៊ីយាយរបស់យើងបានគេចខ្លួនបានទៀតហើយបន្ទាប់ពីឃើញស៊ីយាយរបស់យើងបានគេចខ្លួនយ៉ាងឆាប់រហ័សបែបនេះអាស្វាគីងកង់នោះវាកាត់ចិត្តឈឺចាប់យ៉ាងខ្លាំងរួចមកក៏វាបានបញ្ចេញការវាយប្រហារជាច្រើនទៅរកស៊ីយាយរបស់យើងប៉ុន្តែមិនធ្វើនោះទេស៊ីយាយរបស់យើងគេចឆ្វេងគេចស្ដាំតែម្ដងមួយសន្ទុះក្រោយមកវាក៏បានបង្កើតជារលកសំឡេងបាញ់ទៅកាន់ស៊ីយាយរបស់យើងធ្វើឲ្យស៊ីយាយរបស់យើងខ្ទប់នឹងកលៀតអញ្ចាំងតែម្ដងបន្ទាប់ពីខ្ទប់ហើយអាស្វានោះក៏ស្ទុះមកវាយស៊ីយាយរបស់យើងទៀតហើយស្ទុះនឹងម្ដងនេះគឺត្រូវតែម្ដងប៉ុន្តែគឺមិនមែនត្រូវស៊ីយាយរបស់យើងទេគឺត្រូវដីនោះទេបន្ទាប់ពីអាស្វានោះបានធ្វើការវាយប្រហារហើយបន្ទាប់មកនោះការវាយប្រហាររបស់វាមិនបានត្រូវស៊ីយាយរបស់យើងទេអ្វីដែលត្រូវនោះគឺស៊ីយាយរបស់យើងបានផ្លំលាស់ទីមកខាងក្រៅខ្នងរបស់វាកាប់តែមួយឆាច់ធ្វើឲ្យវាដាច់ខ្លួនជាពីរតែម្ដងតែមើលតាមទស្សនវិជ្ជានៃហេតុការណ៍ជាក់ស្ដែងនោះស៊ីយាយរបស់យើងពិតជាកំណាចមែនតែនបង្ហាញនៅសាច់ដុំកង់តែម្ដងបន្ទាប់មកនោះដុកទ័រយើងក៏លាន់មកថាលឿនដល់ថ្នាក់នេះផងហើយអាវុធនោះគឺជាអ្វីទៅដែលកាន់នៅក្នុងដៃក្មេងស្រីម្នាក់នោះបន្ទាប់មកនោះកូនចៅរបស់ដុកទ័រនោះក៏បាននិយាយថាចាំបន្តិចលោកម្ចាស់រួចមកវាក៏បានស៊ូមទៅដើរវេទមន្តរបស់ស៊ីយាយដែលកំពុងតែកាន់នោះហើយដុកទ័រនោះក៏បាននិយាយថាតែនេះមិនមែនជាដើរវេទមន្តដែលស្ដេចរបស់យើងកំពុងតែតាមរកទេមើលទៅវាពិតជាគួរចាប់អារម្មណ៍មែនដើរនេះពិតជាស្អាតខ្លាំងណាស់ដុកទ័រនោះក៏បន្តទៀតថាមកអាល្អិតឆាប់មកជាមួយយើងមកយើងទៅដល់លេងជាមួយនឹងស្ដេចសត្វល្អិតវាក៏បានឆ្លើយថាបាទលោកម្ចាស់បន្តមកនោះសាច់រឿងរបស់យើងក៏កាត់មកបន្ទប់ក្រោមដីដែលមើលតាមទស្សនវិជ្ជាជាក់ស្ដែងដែលមើលទៅដុកទ័ររបស់យើងដូចជាមិនសូវប្រមាណទេប៉ុន្តែមួយកូនចៅរបស់គេនោះវាពិតជាភ័យខ្លាំងណាស់រួចវាក៏បានគិតថាស្ដេចសត្វល្អិតនេះការរស់នៅរបស់វាប្រៀបដូចជាអាវុធរបស់ព្រឹទ្ធាចារ្យនេះអញ្ចឹងគាត់តែងតែប្រើធម្មពលវិញ្ញាណដល់វាជាច្រើនរយឆ្នាំមកហើយដើរមិនទាន់បានប្រមាណផងក៏មកដល់ខ្លងទ្វារយៈមួយរួចមកដុកទ័រយើងក៏បាននិយាយថាអាល្អិតឯងឆាប់បើកទ្វារឲ្យចូលព្រាមទៅបន្ទាប់មកនោះវាក៏បានគិតទៀតហើយថាឲ្យខ្ញុំចូលកន្លែងហ្នឹងហើយខ្ញុំត្រឹមតែជាសិស្សកាម្នាក់សោះហេតុអីក៏អាចចូលកន្លែងហ្នឹងបានព្រោះសន្ទុះក្រោយមកវាក៏បានបើកវាដើរចូលទៅរួចមកវាក៏បាននិយាយថាអូយក្លិនអីគេហ្នឹងហេតុអីក៏ទុំក្លិនអាក្រក់បែបនេះបានមួយសន្ទុះក្រោយមកវាក៏បានបិទវាក៏បាននិយាយពីខាងក្នុងថារូបព្រឹទ្ធាចារ្យឥឡូវនេះខ្ញុំនៅខាងក្នុងទេហេតុអីក៏លោកបិទទ្វារបែបនេះហើយទស្សនវិជ្ជារបស់យើងក៏បង្ហាញឲ្យឃើញថាទឹកមុខរបស់អាល្អិតនោះវាពិតជាភ័យតក់ស្លុតមែនទែនព្រោះដោយសារសត្វក្អែបយក្សនោះក៏បានបង្ហាញខ្លួននៅទីនោះផងដែរបង្ហាញខ្លួនមិនទាន់បានប៉ុន្មានផងក៏ស្ទុះទៅខ្វាយអាមួយនោះបាត់ទៅហើយមើលតាមទស្សនវិជ្ជាមើលទៅអាមួយនោះវាពិតជាឈឺចាប់ខ្លាំងណាស់ព្រោះដោយសារសត្វល្អិតនេះវាបានខ្វាយវាជាកំណាត់ផងដែរបន្ទាប់ពីខ្វាយអាមួយនោះចប់ដុកទ័ររបស់យើងក៏ដើរចូលមករួចក៏បាននិយាយថានេះគឺជាអំណោយបន្តិចបន្តួចសម្រាប់ឯងនោះទេហើយសត្វព្រៃដែលវាពិតប្រាកដគឺវាកំពុងរងចាំនៅខាងលើនោះឲ្យលឿនទៅឯងឆាប់ទៅប្រមាញ់វាភ្លាមទៅបន្ទាប់ពីដុកទ័រយើងបាននិយាយចប់អាសត្វល្អិតនេះដូចដឹងពីភាសារបស់មនុស្សយើងក៏ស្ទុះបុកឡើងទៅខាងលើតែម្ដងបន្ទាប់ពីសត្វល្អិតនោះបានស្ទុះទៅខាងលើបំរុងទៅវាយប្រហាររបស់ស៊ីយាយរបស់យើងដែលឈរនៅខាងលើនោះស៊ីយាយរបស់យើងក៏បានកិច្ចទៅម្ខាងប៉ុន្តែបើកន្លែងមើលទៅខាងម្ខាងទៀតក៏មានធម្មពល8ម្យ៉ាងបំរុងនៅបាញ់មកលើស៊ីយាយរបស់យើងហើយរួចមកក៏យើងបានឃើញថាដុកទ័រម្នាក់នោះក៏ចេះប្រើធម្មពលវិញ្ញាណដែរហើយក៏បញ្ជាដុំឥដ្ឋដុំដីទៅរកស៊ីយាយរបស់យើងរួចមកស៊ីយាយរបស់យើងមិនធ្វើទេកាប់ឆ្វេងកាប់ស្ដាំទៅធ្វើឲ្យកំតិចកំទីរបស់ដីដែលតានោះបានបញ្ជាមកនោះធ្វើឲ្យកំតិចកំទីតែម្ដងបន្ទាប់ពីរងការវាយប្រហាររបស់អាដុកទ័រនោះហើយអាសត្វល្អិតនេះបានស្ទុះមកវាយប្រហារទៀតហើយបន្ទាប់មកនោះស៊ីយាយរបស់យើងក៏បានកិច្ចមួយសន្ទុះក្រោយមកនោះវាក៏បានប្រើបន្លាដែលនៅជាប់ខ្លួនរបស់វានឹងបាញ់សម្ដៅមករកស៊ីយាយរបស់យើងតែម្ដងប៉ុន្តែមិនថ្មីនោះទេស៊ីយាយរបស់យើងក៏បានកាប់ទៀតហើយគឺកាប់តែម្ដងកាប់កំតិចកំទីអស់ខ្ទេចហើយមួយសន្ទុះក្រោយមកបន្ទាប់ពីធ្វើការទប់ស្កាត់វាយប្រហាររបស់បន្លារបស់វាមកអាសត្វក្អាបនោះក៏បានវាត់ស៊ីយាយយើងមួយកន្ទុយតែម្ដងបន្ទាប់មកនោះធ្វើឲ្យស៊ីយាយរបស់យើងខ្ទាត10 20ម៉ែត្រគ្រាន់តែឃើញស៊ីយាយរបស់យើងខ្ទាត10 20ម៉ែត្រអាតាដុកទ័រនោះក៏បាននិយាយថានេះគឺជាឱកាសខ្ញុំហើយរួចមកក៏ស្ទុះទៅវាយស៊ីយាយយើងដាក់មួយដំបងរបស់វាធ្វើឲ្យស៊ីយាយយើងខ្ទាតទៅរកអាសត្វល្អិតនោះទៀតហើយបានមួយសន្ទុះក្រោយមកអាសត្វល្អិតនោះក៏បានយកកញ្ញារបស់វាចាក់ទៅលើស៊ីយាយប៉ុន្តែស៊ីយាយរបស់យើងមិនធ្វើនោះទេក៏យកដើររកអាតាដុកទ័រនោះក៏យកឈើស្រោតរបស់វាសង្កាំឡើងទៅលើរួចមកក៏បង្កើតជាធម្មពលអ្វីមួយយ៉ាងបាញ់ទៅលើដីហើយបង្កើតជាប្លែកអូស្រូបស៊ីយាយរបស់យើងចូលទៅក្នុងរណ្ដៅនោះបាត់ទៅបន្ទាប់ពីស្រូបចូលទៅក្នុងរណ្ដៅនោះបាត់ទៅវាក៏បញ្ជាសត្វល្អិតនោះឲ្យបាញ់ពឹសទៅកាន់ស៊ីយាយរឿងបន្ថែមទៀតអាសត្វល្អិតនេះពិតជាស្ដាប់បង្គាប់មែនទែនរួចមកវាក៏បានបញ្ចេញពឹសទៅកាន់រណ្ដៅខ្មៅនោះបញ្ចេញពឹសនេះមិនតាន់បានប៉ុន្មានផងក៏បន្ថែមភ្លើងទៅថែមមួយទៀតបន្ទាប់ពីការបញ្យលនេះត្រូវបានបញ្ចប់អាតានោះក៏បាននិយាយថាស្លាប់ទាំង3ក្មេងបែបនេះវាគិតជាគួរឲ្យសោ
បស្ដាយខ្លាំងណាស់ហើយដុកទ័ររបស់យើងនិយាយមិនតាមបានរួចពីមាត់ផងក៏មានពលឺក្រហមអ្វីមួយយ៉ាងស្ទុះឡើងមកខាងលើតមកហ្នឹងក៏បានឲ្យយើងដឹងថាវាគឺជាវិញ្ញាណលោហិតដែលចេញមកពីដាវវេទមន្តនេះឯងហើយដុកទ័ររបស់យើងក៏នៅឃើញបែបនេះវាពិតជាតក់ស្លុតមែនទែនព្រោះថាកម្លាំងនិងធម៌ពលរបស់ពួកវានេះវាពិតជាសាហាវខ្លាំងណាស់តមកហ្នឹងវិញ្ញាណលោហិតទាំងឡាយនោះក៏បានស្ទុះស្ទាមកធ្វើការវាយប្រហារទៅលើដុកទ័រនិងអាស្រ័យសត្វល្អិតនេះឯងទ័ររបស់យើងក៏នៅឃើញបែបនេះក៏ដាក់មេប្រូចតែម្ដងមិនសល់ទុកនៅអាស្រ័យសត្វល្អិតនោះដើម្បីឲ្យវាធ្វើការវាយប្រហារជាមួយនឹងវិញ្ញាណលោហិតនោះឯងបានមួយសន្ទុះក្រោយមកក៏យើងបានដឹងថាអាស្រ័យសត្វល្អិតនេះមិនអាចតបតជាមួយនឹងវិញ្ញាណលោហិតនោះបានទេដោយសារវិញ្ញាណលោហិតនេះវាអាចលេបត្របាក់វិញ្ញាណបានហើយមកអាតានោះក៏បាននិយាយថាតែនេះគឺជាអ្វីទៅតែនេះគឺជាបិសាចដែលចេញមកពីដាវវេទមន្តនោះថាមែនទេអាយយមើលទៅដាវនេះពិតជាសាហាវខ្លាំងណាស់ហើយទស្សនវិជ្ជារបស់យើងក៏បានឲ្យឃើញថាវិញ្ញាណលោហិតនេះវាពិតជាគោខៅមែនទែនវាហាយស៊ីផងហាយកាត់ផងមើលទៅវាដូចជាស្បែកក្លៀនខ្លាំងណាស់ដូចមិនដែលបានស៊ីវិញ្ញាណអ្នកណាគេតាំងពីអង្ការមកម្ល៉េះបន្ទាប់ពីវាបានខ្វាយអាស្បែកសត្វល្អិតនោះហើយវាក៏សម្ដៅរត់មករកដុកទ័ររបស់យើងបន្ទាប់មកនោះដុកទ័ររបស់យើងក៏បានគិតថាពិតជាចង្រៃយកមែនមើលទៅដំណាក់កាលនេះហើយយើងត្រូវតែប្រើល្បិចចុងក្រោយរបស់យើងហើយដុកទ័ររបស់យើងក៏ព្យាយាមរត់គេចពីវិញ្ញាណអាក្រក់នេះឯងបន្ទាប់មកនោះវាក៏បានបកក្រោយបន្តិចរួចក៏បាននិយាយថាទីបំផុតពួកឯងចូលអន្ទាក់របស់ខ្ញុំហើយឆាប់ស្រូបពួកវាភ្លាមទៅហាហាហាមួយសន្ទុះក្រោយមកឃ្លោកវេទមន្តរបស់គេនោះក៏ចាប់ផ្ដើមស្រូបវិញ្ញាណអាក្រក់ទាំងអស់នោះចូលក្នុងឃ្លោករបស់គេមានវិញ្ញាណណាអាចរត់គេចពីការស្រូបរបស់យើងបានទេហាហាហាព្រលឹងអាក្រក់ជាច្រើនត្រូវបានអាតាដុកទ័រនោះស្រូបចូលជាកំហិតបន្ទាប់មកនោះធម្មពលក្រហមអ្វីមួយយ៉ាងក៏បានផ្ទុះចេញពី black hole របស់អាតានោះរួចមកធ្វើអាតានោះមានការតក់ស្លុតជាខ្លាំងហើយយើងក៏បានឲ្យឃើញថាកាប់ពិតទៅគឺជាស៊ីយើរបស់យើងនេះទេបើមើលទៅតាមទស្សនវិជ្ជាជាក់ស្ដែងស៊ីយើរបស់យើងវាពិតជាកាចមែនទែនអូយមើលទៅពិតជាសាហាវខ្លាំងណាស់ខូខើខ្លាំងមែនទែនហើយនាងក៏បានបញ្ជាវិញ្ញាណអាក្រក់ទាំងអស់នោះមកចិត្តនាងបន្តិចរួចមកក៏បានធ្វើការវាយប្រហារទៅអាតានោះតែម្ដងហើយសាច់រឿងរបស់យើងក៏កាត់មកស៊ីលេងរបស់យើងក៏បានដើរមកមុខខ្លោងទ្វារនៃសំណាក់យ៉ាវចុងរួចគេក៏បានគិតថាឥឡូវនេះខ្ញុំមានអារម្មណ៍ថាវិញ្ញាណរបស់ដាវនោះត្រូវបានបន្លែងចេញមកហើយខ្ញុំសង្ឃឹមថាខ្ញុំមិនជឿពេលទៅចោះបន្ទាប់ពីបាននិយាយចប់គេក៏ផ្លោះរបងដើរចូលទៅក្នុងសំណាក់នោះតែម្ដងរួចមកក៏ប្រទះភ្នែកឃើញប្អូនស្រីរបស់គេរួចគេក៏បាននិយាយទៀតថានោះគឺជាប្អូនស្រីរបស់ខ្ញុំតាហ៎ដាវនោះនៅក្នុងដៃរបស់នាងបើតាមមើលទៅប្រហែលជាវិញ្ញាណនៃដាវនោះបានគ្រប់គ្រងខ្លួនប្រាណរបស់នាងហើយមួយសន្ទុះក្រោយមកជីយើក៏បានបើកការវាយប្រហារទៅលើអាតាដុកទ័រនោះតែម្ដងវាធ្វើអាតាដុកទ័រនោះមានការរំញោចរញ័រភ័យខ្លួនខ្លាំងបន្ទាប់មកនោះស៊ីលីងក៏បានបន្តទៀតថាបើសិនជាវាមិនប៉ះពាល់ដល់អាយុជីវិតរបស់ជីយើទេម្លេះខ្ញុំបំបាក់ដាវនឹងបាត់ទៅហើយអាតានោះក៏បានបើកកម្រោឃ្លោករបស់វាទៀតហើយរួចវាក៏បាននិយាយថាចេញឲ្យឆ្ងាយពីខ្ញុំព្រាមទៅមួយសន្ទុះក្រោយមកវាក៏បាននិយាយទៀតថាស្រោបហើយធម្មពលនៃការស្រោបរបស់ឃ្លោកនោះក៏ចាប់ផ្ដើមស្រោបវិញ្ញាណទាំងអស់ដែលបញ្ចេញមកពីស៊ីយើរបស់យើងរួចមកក៏ស្រោបតែម្ដងស្រោបរហូតដល់ស្រោបខ្លួនរបស់ស៊ីយើផងដែរមួយសន្ទុះក្រោយមកស៊ីយើរបស់យើងក៏បាត់ចំហរួចក៏ត្រូវបានការអាតានោះស្រោបទៅម្ដងបន្តិចបើមើលតាមទស្សនវិជ្ជាជាក់ស្ដែងស៊ីលីងរបស់យើងក៏ព្យាយាមមកជួយស៊ីយើរបស់យើងផងដែរប៉ុន្តែបំរុងនឹងយកដៃទៅចាប់ទៅហើយស៊ីលីងក៏បាននិយាយថាកុំស៊ីយើកុំហើយស៊ីយើរបស់យើងក៏បង្ហាញឲ្យឃើញថាស៊ីយើក៏បានដឹងខ្លួនម្ដងបន្តិចមកហើយរួចគេក៏បាននិយាយថានោះគឺបន្ទាប់មកហ្នឹងក៏យើងបានឲ្យឃើញថាតាហ្នឹងបានស្រោបស៊ីយើរបស់យើងចូលទៅក្នុងឃ្លោករបស់វាបាត់ទៅហើយស៊ីយើរបស់យើងក៏បានបន្តទៀតថាបងធំគឺបងមែនទេដោយមកស៊ីយើរបស់យើងកាត់បាត់បង់ស្មារតីស្ថិតនៅក្នុងឃ្លោករបស់អាតានោះតែម្នាក់ឯងតែម្ដងបន្ទាប់ពីព្រឹត្តិការណ៍នេះត្រូវបានបញ្ចប់ស៊ីយីរបស់យើងមានការកំហឹងខឹងយ៉ាងខ្លាំងរួចមកក៏បានក្តាប់ដៃបង្កើតជាទៀតធម្មពលអ្វីមួយយ៉ាងស្ទុះទៅវាយអាតានោះអាតានោះពិតជាមិនដឹងខ្លួនទេវាក៏សោយសប្បាយផងដែររួចវាក៏បាននិយាយថាហាហាហារយៈពេល2ម៉ោងទៀតមានស្រីតូចនេះវាក៏ជាស្លាប់មិនខានហើយដាវវេទមន្តនោះនឹងខ្លាចជារបស់ខ្ញុំនិយាយមិនទាន់បានផុតពីមាត់ផងស៊ីលីងរបស់យើងក៏ដាក់ទាំងតែម្ដងរួចមកក៏បង្កើតជាដុំធម្មពលមួយធ្វើខ្ទេចខ្ទីនរបស់នៅកន្លែងនោះផងដែរគ្រាន់តែចំហាយរបស់ស៊ីលីងរបស់យើងតែបន្តិចធ្វើអាតាដុកទ័រនោះទៀតដល់20ម៉ែត្របាត់ទៅហើយបន្ទាប់មកហ្នឹងស៊ីលីងក៏បាននិយាយថាអាមនុស្សចិត្តអាក្រក់នោះគឺពូនស្អីរបស់ខ្ញុំឯងឆាប់បកគលនាងឲ្យខ្ញុំភ្លាមមកបើមិនអញ្ចឹងទេខ្ញុំនឹងឲ្យឯងរកពិបាកជាងស្លាប់ជាមិនខានទេបន្ទាប់មកស្អីរឿងរបស់យើងក៏បានឃើញថាស៊ីលីងជាមួយនឹងតាដុកទ័រនោះកំពុងតែប្រឈមមុខដាក់គ្នាទៅវិញទៅមករួចមកតាដុកទ័រនោះក៏បាននិយាយថាហេអលអត់តាមសមត្ថភាពឯងតែប៉ុណ្្នឹងសោះឯងហ៊ាននៅប្រឈមមុខជាមួយនឹងយើងផងរួចមកស៊ីលីងក៏បន្តទៀតថាហ៊ានមើងងាយខ្ញុំផងបន្ទាប់ពីនិយាយចប់ស៊ីលីងក៏បញ្ចេញធម្មពលវិញ្ញាណរបស់គេសាយភេទៅអាតាដុកទ័រនោះតែម្ដងរួចក៏អាតាដុកទ័រនោះក៏បាននិយាយថាធម្មពលវិញ្ញាណខ្លាំងបែបនេះផងតើវាចេញពីខ្លួនរបស់គេតាមមែនទេអូវាគ្មានផ្លូវទេដែលអាចចេញពីខ្លួនរបស់គេនិយាយមិនទាន់បានចាប់ពីមាត់ផងស៊ីលីងរបស់យើងក៏ស្ទុះឡើងទៅខាងលើកាប់ចានអាតានោះតែម្ដងរួចមកក៏ធ្វើអាតានោះដេកដួលស្ដុកនឹងដីបន្ទាប់ពីអាតានោះដេកដួលនឹងស្ដុកនឹងដីហើយស៊ីលីងរបស់យើងក៏បានយកជើងជន់ទៅលើដៃអាតានោះជន់បានទាំងប៉ុន្មានផងអាតានោះក៏បានលេងល្បិចព្រុស
ងទៅកាន់ស៊ីលីងរបស់យើងធ្វើឲ្យស៊ីលីងរបស់យើងទៀតទៅក្រោយ 3-4-5 ម៉ែត្របន្ទាប់មកហ្នឹងវាក៏បាននិយាយថាខ្ញុំមិនមែនជាគូប្រជែងរបស់គេទេមើលទៅខ្ញុំទៅរត់ហើយរត់មិនទាន់បានប្រហែលផងស៊ីលីងរបស់យើងក៏បានស្ទាក់មកខាងមុខរបស់វារួចមកក៏ចាប់កាន់ដៃរបស់វាដៃរបស់វានោះកំពុងតែកាន់ឃ្លោកវេទមន្តរបស់វានេះឯងហើយក៏កាច់បំបាក់ឬសូតែផុសបន្ទាប់មកហ្នឹងធ្វើឲ្យតាដុកទ័ររបស់យើងជឿចាប់យ៉ាងខ្លាំងរួចវាក៏បានស្រែកថាចង្រៃយោស្រែកមិនទាន់បានមួយសន្ទុះក្រោយមកស៊ីលីងរបស់យើងលេងមួយដៃចំកណ្ដាលទ្រូងរបស់អាតានោះធ្វើឲ្យអាតានោះដាច់ខ្លួនជាពីរតែម្ដងបន្ទាប់ពីសម្រាប់អាតានឹងរួចហើយស៊ីលីងរបស់យើងក៏កាន់ឃ្លោកនោះរួចក៏បាននិយាយថាអូនស្រីរងចាំបងនឹងជួយឯងចេញមកក្រៅឥឡូវនេះបន្ទាប់ពីគេនិយាយចប់គេក៏គិតថាហេតុអីក៏ខ្ញុំមិនអាចបើកឃ្លោកនេះបានអញ្ចឹងតើមានរឿងអ្វីទៅហើយបើកលេចមើលសាកសពរបស់អាតានោះដែលមិនទាន់ស្លាប់នោះវាក៏បានសើចហើយវាក៏បាននិយាយថាអើឯងមិនអាចបើកវាបានទេហើយស៊ីលីងយើងក៏បន្តទៀតថាហេតុអីទៅរួចវាក៏បាននិយាយទៀតថាមាននរណាម្នាក់អាចបើកឃ្លោកនោះបានទេរយៈពេល2ម៉ោងទៀតខ្លួនប៉ារបស់បងអូនស្រីឯងមកក៏ជាសាបសូន្យថ្លាជាមិនខាននោះទេហានិយាយមិនតាន់បានផុតពីមាត់ផងក៏ត្រូវស៊ីលីងរបស់យើងជន់ចំកណ្ដាលទ្រូងរបស់វាទៀតហើយរួចមកគឺស៊ីលីងក៏បាននិយាយថាអាចង្រៃយកចាប់ប្រាប់យើងភ្លាមថាខ្លួននេះតើគេត្រូវបើកដូចម្ដេចទៅស៊ីលីងរបស់យើងពិតជាខឹងមែនទែនជន់ផងធាក់ផងជន់ផងធាក់ផងព្រោះដីនៅកន្លែងនោះព្រះបែកជាពីរបាត់ទៅហើយចំណែកសាកសពតានោះខ្ទេចមាត់ដូចខ្ទឹមអញ្ចឹងរួចមកស៊ីលីងរបស់យើងក៏ចាប់ផ្ដើមប្រមូលធម្មពលរបស់គេហើយស៊ីលីងក៏បាននិយាយថាខ្ញុំមិនជឿទេថាការដាំដុះរាប់ពាន់ឆ្នាំរបស់ខ្ញុំមិនអាចបើករបស់នេះបានមិនអីទេបើសិនជាឯងមិនប្រាប់ខ្ញុំហើយអញ្ចឹងទុកឲ្យខ្ញុំបើកវាដោយខ្លួនឯងចុះតោះមកហ្នឹងស៊ីលីងរបស់យើងក៏ចាប់ផ្ដើមប្រមូលធម្មពលជាច្រើនដាក់ចូលរង្វង់ដៃរបស់គេរួចក៏បានបញ្ជាទៅក្នុងឃ្លោកនោះវាធ្វើឲ្យក្នុងឃ្លោកនោះសភាពរបស់វាចិត្តប្រេះបាយទៅហើយរួចមកស៊ីលីងរបស់យើងក៏បានប្រឹងបន្ថែមទៀតវាធ្វើឲ្យឃ្លោកនោះបែកខ្ញែកសាយភាយតែម្ដងបើមើលទៅតាមទស្សនវិជ្ជានោះចាស់ស្ដែងទៅស៊ីលីងរបស់យើងពិតជាមានអារម្មណ៍តក់ស្លុតខ្លាំងណាស់ហើយគេក៏បាននិយាយទៀតថាទេអត់ទេហេតុអ្វីក៏ខ្ញុំមិនមានអារម្មណ៍ថាវិញ្ញាណលេបពិបាកមិននៅកន្លែងនេះអញ្ចឹងហេតុអីទៅបន្ទាប់មកនោះស៊ីលីងក៏បានឆ្លើយទៀតថាអ្នកទាំងអស់គ្នាមិនបានឮខ្ញុំនិយាយអត់ទេហើយសាច់រឿងបន្តរបស់យើងមិនដឹងទៅជាយ៉ាងណាក៏ឈានចូលមកដល់ទីបញ្ចប់នេះឯងហើយខ្ញុំក៏សូមអរគុណដល់អ្នកទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe និង Like និងជាកម្លាំងចិត្តរបស់ Admin ផងដែរបាទអរគុណសូមជម្រាបលា